ជំរាបសួរបងប្អូនថ្ងៃនេះត្រឡប់មកជួបគ្នាសាជាថ្មីហើយតាមការសន្យាកាលពីម្សិលមិញមុននឹងចាប់ផ្ដើមខ្ញុំសូមអធិស្ឋានចំពោះបងប្អូនទាំងអស់ថាការនិយាយរបស់ខ្ញុំនេះគឺគ្រាន់តែជាការចែករំលែកបទពិសោធន៍នៅអ្វីដែលខ្ញុំដឹងនៅអ្វីដែលខ្ញុំចេះអញ្ចឹងការចេះដឹងរបស់ខ្ញុំក៏គិតថាវានៅមានកម្រិតពេលខ្លះនិយាយទៅក៏ខុសពេលខ្លះនិយាយទៅក៏លើសខ្វះអញ្ចឹងសូមអធិស្ឋានទុកជាមុននៅរាល់កំហុសរបស់ខ្ញុំបាទមិនមែនជាអ្នកប្រាជ្ញមិនមែនជាអ្នកចេះអីទេគ្រាន់តែដឹងខ្លះហើយយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាជាពិសេសដល់បងប្អូនជំនាន់ក្រោយដោយគិតថាយ៉ាងហោចណាស់ក៏បានជាប្រយោជន៍មួយផ្នែកតូចក្នុងការតម្រង់ទិសក៏ដូចជាប្រាប់ជាព័ត៌មានក្នុងនាមរៀមច្បងក្នុងវីដេអូខ្ញុំ 3-4 វីដេអូចុងក្រោយនេះដោយច្រើនខ្ញុំនិយាយតែរឿងវិស័យសុខាភិបាលប៉ុន្តែថ្ងៃនេះខ្ញុំព្យាយាមនឹងមិននិយាយតាក់ទងទៅនឹងវិស័យសុខាភិបាលទេដោយច្រើនខ្ញុំនឹងផ្ដោតសំខាន់ទៅលើប្រព័ន្ធការអប់រំដោយរួមរបស់ប្រជាជាតិកម្ពុជាយើងប៉ុន្តែក្នុងនេះវានឹងក្តោបទៅលើការអប់រំទាំងវិស័យសុខាភិបាលទាំងវិស័យអប់រំដែលស្ថិតក្រោមក្រសួងអប់រំយុវជននិងកីឡាទោះបីជាថាជំនាញសុខាភិបាលបានផ្ទេរភារកិច្ចទាំងស្រុងជូនទៅខាងក្រសួងសុខាភិបាលក៏ដោយក៏ប៉ុន្តែបើយើងនិយាយអំពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាការអប់រំការបណ្ដុះបណ្ដាលលើវិស័យសុខាភិបាលក៏ស្ថិតក្រោមអនុក្រឹត្យដែលស្ដីពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាដែលហៅកាត់ថាកគួជួកចុះថ្ងៃទី28ខែមីនាឆ្នាំ2014បងប្អូនថ្ងៃនេះខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់មេត្តាជ្រាបថាប្រព័ន្ធអប់រំកម្ពុជាយើងជាពិសេសអនុក្រឹត្យស្ដីពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាបានបែងចែកច្រកសិក្សាជាភាសាអង់គ្លេសហៅថា pathway ជា2ច្រកធំទី1ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដល់ច្រកទី2ការអប់រំឧត្តមសិក្សាក្នុងនេះខ្ញុំនឹងនិយាយលម្អិតមួយអំពីច្រកការសិក្សាទាំងពីរនេះជូនបងប្អូនឲ្យបានជ្រាបទី1ច្រកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅប្រជាជាតិកម្ពុជាយើងអនុក្រឹត្យបានបែងចែកយ៉ាងច្បាស់លាស់ថាមានចាប់តាំងពីវិញ្ញាបនបត្រវិជ្ជាជីវៈរហូតដល់បណ្ឌិតបច្ចេកវិទ្យាឬយើងហៅថាបណ្ឌិតបច្ចេកទេសចំពោះច្រកនេះមានសញ្ញាបត្រចាប់តាំងពីវិញ្ញាបនបត្រវិជ្ជាជីវៈបន្ទាប់មកសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត1ទី2សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត2បន្ទាប់មកទៀតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត3ហើយបន្ទាប់មកចូលដល់សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់នេះបើយើងធៀបទៅនឹងការអប់រំទូទៅស្មើនឹងបរិញ្ញាបត្ររងបន្ទាប់ពីសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់មកមានបរិញ្ញាបត្របច្ចេកវិទ្យាឯកទេសសញ្ញាបត្រវិស្វករយើងឃើញពាក្យថាវិស្វករមួយម៉ាត់សំដៅដល់ជំនាញសំណង់ស៊ីវិលឬក៏ architecture អីទេសំដៅដល់មុខជំនាញផ្សេងដោយពេលខ្លះបងប្អូនដែលឮគេហៅថាវិស្វករគណនេយ្យសញ្ញាបត្រហ្នឹងគឺគេឲ្យឈ្មោះអញ្ចឹងតបពីចប់បរិញ្ញាបត្របច្ចេកវិទ្យាឬឯកទេសសញ្ញាបត្រវិស្វករមកគាត់ចូលដល់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យាឯកទេសនិងបរិញ្ញាបត្រជាន់ខ្ពស់បើយើងធៀបជាមួយនឹងការអប់រំថ្នាក់ឧត្តមសិក្សាវាស្មើនឹងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬយើងហៅថាអនុបណ្ឌិតចុងក្រោយបងអស់គឺសញ្ញាបត្របណ្ឌិតឯកទេសអានេះខ្ញុំនិយាយខ្សែខាងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសពថ្ងៃនេះតាមខ្ញុំដឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឬយើងហៅថា TVET កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមសិស្សនិស្សិតដែលបញ្ចប់ថ្នាក់ទី9និងថ្នាក់ទី12ឬក៏អ្នកធ្លាក់ថ្នាក់ទី12ដោយសារអីដោយសារជំនាញនេះគឺជាជំនាញបច្ចេកទេសពាក្យចាស់មួយលោកនិយាយថាអ្នកចេះ10មិនស្មើនឹងអ្នកប្រសព1
អ្នកប្រសពទីនេះខ្ញុំអាចនិយាយបានថាគឺសំដៅដល់អ្នកបច្ចេកទេសមួយ pathway ទៀតគឺសំដៅដល់ការអប់រំថ្នាក់ឧត្តមសិក្សាការអប់រំថ្នាក់ឧត្តមសិក្សានេះយើងអាចបែងចែកជា2ទៀតអាហ្នឹងគ្រាន់តែជាការបែងចែករបស់ខ្ញុំទេប៉ុន្តែវាអាចត្រូវឬមិនត្រូវទៅតាមនិយមការឬក៏លិខិតបទដ្ឋាននានាខ្ញុំបែងចែករវាងការអប់រំឧត្តមសិក្សានេះជា2ទី1គឺវិស័យសុខាភិបាលហើយមួយទៀតវិស័យក្រៅពីសុខាភិបាលគឺសំដៅដល់ជំនាញអប់រំទូទៅដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡាប៉ុន្តែជំនាញទាំងពីរនេះមិនសូវជាប្លែកគ្នាប្រមាណទេយើងរាប់ចាប់តាំងពីសញ្ញាបត្របរិញ្ញាបត្ររងក៏សិក្សា3ឆ្នាំដូចគ្នាបរិញ្ញាបត្រមាន4ឆ្នាំដូចគ្នាខុសតែបរិញ្ញាបត្រ Pharmacy ទេមាន5ឆ្នាំចូលដល់ Master ទាំងវិស័យសុខាភិបាលនិងវិស័យអប់រំវាអាចខុសឆ្នាំគ្នាបន្តិចប៉ុន្តែ degree ចេញមកឈ្មោះក៏ដូចគ្នាដែរឈ្មោះថាបរិញ្ញាបត្រជាន់ខ្ពស់ក៏ប៉ុន្តែវាដើរទន្ទឹមគ្នាហើយស្រដៀងគ្នាមិនជាខុសគ្នាឆ្ងាយដូចទៅនឹងការអប់រំបែបបច្ចេកទេសនិងវិជ្ជាជីវៈទេគ្រាន់តែថាការអប់រំឧត្តមសិក្សានេះអាចខុសគ្នាជាមួយនឹងជំនាញដូចជា MD ដែលខ្ញុំតែងតែនិយាយ MD វាមានរហូតដល់8ឆ្នាំ Dentist ផ្នែកធ្មេញមានរហូតដល់7ឆ្នាំចូលដល់បណ្ឌិតប្រហាក់ប្រហែលគ្នាបណ្ឌិតសុខភាពសាធារណៈមាន3ឆ្នាំយ៉ាងយូរ5ឆ្នាំប៉ុន្តែបងប្អូននៅស្រុកយើងសពថ្ងៃនេះមានកម្រិតមួយទៀតដែលយើងអត់ទាន់មានបណ្ដុះបណ្ដាលទេតែពិភពលោកគេមានហើយនេះមិនមែនជាថ្នាក់បណ្ដុះបណ្ដាលទេប៉ុន្តែជាថ្នាក់ស្រាវជ្រាវនៅបណ្ដាប្រទេសជឿនលឿនមួយចំនួនគេមានគេហៅថា postdoc នេះនៅប្រជាជាតិកម្ពុជាយើងខ្ញុំគិតថាឯកឧត្តមលោកជំទាវលោកគ្រូសាស្ត្រាចារ្យដែលមាន postdoc នេះមិនមានច្រើនប្រមាណទេប្រហែលជាមិនលើសពី10នាក់សួរថា postdoc ហ្នឹងគឺជាអ្វី postdoc មកពីអង់គ្លេសថា post ហើយ doc ហ្នឹងគឺសំដៅដល់ Doctor of Philosophy ប្រែថាថ្នាក់ក្រោយបណ្ឌិតហើយថ្នាក់ក្រោយបណ្ឌិតនេះមិនមែនមានន័យថាយើងត្រូវតែទៅរៀនក្នុងថ្នាក់រៀនទេតែវាជាការសិក្សាស្រាវជ្រាវបើកឱកាសសម្រាប់ឲ្យសាស្ត្រាចារ្យដែលចាប់អារម្មណ៍ទៅលើការស្រាវជ្រាវហ្នឹងគាត់មកទទួលយក program ដល់ពេលដែលគាត់បញ្ចប់កម្មវិធីហ្នឹង title របស់គាត់ postdoc PhD ហើយ postdoc ប៉ុន្តែនៅស្រុកខ្មែរយើងមិនសូវជាមានច្រើនប្រហែលទេប៉ុន្តែតែមានអាចជាក្រោម10នាក់ឬក៏លើស10នាក់តិចតួចនេះគឺជាអ្វីដែលខ្ញុំយកមកចែករំលែកជូនដល់បងប្អូននៅក្នុងថ្ងៃនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គមដែលបានគាំទ្រដល់វីដេអូរបស់ខ្ញុំការ share ការ like និងការ follow គឺជាកម្លាំងចិត្តដ៏ខ្លាំងសម្រាប់ខ្ញុំបាទសម្រាប់ប្រធានបទបន្ទាប់ខ្ញុំបាទនឹងនិយាយអំពីឋានៈសាស្ត្រាចារ្យនៅក្នុងប្រជាជាតិកម្ពុជាយើងកន្លងមកខ្ញុំឃើញការប្រើប្រាស់ពាក្យសាស្ត្រាចារ្យនេះដូចជាមិនសូវបានត្រឹមត្រូវតាមប្រព័ន្ធការអប់រំក្នុងស្រុកយើងនៅឡើយខ្ញុំបាទសង្ឃឹមថានឹងជួបបងប្អូនសាជាថ្មីនៅវីដេអូក្រោយអរគុណ